បងប្អូនឃើញសម័យរោមសัตว์មួយនេះសម័យរោមសัตว์មួយនឹងរោមអញ្ចឹងសម័យរោមមានន័យថាសម័យជាច្រើនវាមករោមវាមិនមករោមជួយវាមករោមបំផ្លាញឬក៏ធ្វើឲ្យវិនាសប៉ុន្តែសត្វហ្នឹងហេតុអីក៏មិនតបតាំងរួចព្រោះសត្វហ្នឹងអស់ហើយអាចនឹងឈឺអាចនឹងអស់បុណ្យអញ្ចឹងវាត្រូវទាញបន្ទង់គ្នាឬក៏នៅអន្តើតអន្តៈដូចគ្នាដែរបងប្អូនសម្រាប់ខ្លួនយើងបើសិនជាយើងអន់ហ្នឹងមានន័យថាមិនមែនសម្ដៅទៅលើមានទ្រព្យមានយសមានស័ក្តិមិនហៅថាខ្លាំងទេហើយឬក៏វាមិនខ្លាំងទេអន់ហ្នឹងគឺមានន័យថាយើងអត់មានធម៌គណៈយើងអត់មានសិល5នៅក្នុងខ្លួនគឺយើងប្រកាសជានឹងពួកនឹងត្រូវរោមហើយអញ្ចឹងយើងត្រូវតែមានធម៌ពោលគឺមានពុទ្ធពធប្រសងជាទីពឹងពិតប្រកបហើយយើងយល់ថាពុទ្ធមានគុណមិនបានយើងដឹងថានឹងវាខ្លាំងយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងតែយើងអន់ហើយអន់ខាងក្នុងហ្នឹងហើយខ្មោចអាម៉ៃអាថងក៏វាមកទៅទាញបន្ទង់យើងហើយណាគឺបំផ្លាញយើងឲ្យងាប់ហើយមរិតទៅពេលហ្នឹងអ្នកជុំវិញយើងដែលយើងនៅរស់នេះក៏ដោយយើងអន់មានន័យថាយើងអស់ទ្រព្យអស់សម្បត្តិឯងពីតែតែគេមកចោមរោមដៀលថ្មីថាយើងមិនកើតថាយើងមិនអន់ហើយថាយើងមិនមានកំណើតអីចឹងទៅណាអញ្ចឹងបើយើងស្ដាប់ទៅឈឺចិត្តយើងទុនតូទៅតាមគេអាហ្នឹងវាលំបាកអញ្ចឹងបើគេថាយើងអត់កំណើតយើងមានបញ្ញាគិតហ្នឹងតែស្ដាប់ធម៌ពុទ្ធមិនមានបញ្ញាឆ្លើយយើងឆ្លើយទៅវិញថាពិតមែនហើយខ្ញុំអត់មានកំណើតខ្ញុំអត់មានកំណត់ដូចពួកលោកមកចោមរោមបំផ្លាញខ្ញុំអញ្ចឹងទេកំណត់របស់ខ្ញុំនឹងលែងមានទៀតហើយកំណត់បែបមកតេះដៀបំផ្លាញវិនាសខ្ញុំមានតែកំណត់ជួយជ្រោមជ្រែងឲ្យគេផងពួងរីកចម្រើនមិនមានកំណត់ដើម្បីបំផ្លាញគេនោះទេណាអាហ្នឹងយើងធ្វើអញ្ចឹងវិញណាអរគុណច្រើន